បាទរឿងទី1ទៅមុនបងប្អូនថៃទម្លាក់គ្រាប់បែកពីយន្តហោះ F16 ចូលជ្រៅជាង70គីឡូម៉ែត្រក្នុងដីខ្មែរដល់ខេត្តសៀមរាបព័ត៌មាននេះគឺជាព័ត៌មានដែលរំជួលចិត្តមែនតើព្រោះអីយើងដឹងហើយថាមួយរយៈពេលកន្លងមកនេះគឺថៃថ្លើមធំប៉ុន្តែមិនពីមេឃរហូតដល់ទៅហ៊ានយក F16 របស់ខ្លួនទៅទម្លាក់គ្រាប់ជ្រៅនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទេយើងដឹងហើយថាតំបន់ព្រំដែនគឺជាតំបន់ប្រទាញប្រទង់នៅពេលដែលតំបន់ប្រទាញប្រទង់ថៃអាចអះអាងថាតំបន់នោះជាដែនអធិបតេយ្យរបស់ថៃឥឡូវដណ្ដើមយកទៅគ្រប់គ្រងអត់ទាន់បាននៅក្នុងការប្រទាញប្រទង់បែបនេះទៀមទាទៅវិញទៅមកម្នាក់ថាភាគរបស់ខ្មែរថារបស់ខ្មែរថៃថារបស់ថៃខ្មែរផែនទី1លើ200,000ថៃប្រើផែនទីលើ150,000អាហ្នឹងបើយើងនិយាយអំពី logic ភាពសមហេតុសមផលគឺប្រទេសទាំងពីរអាចវាយប្រទាញប្រទង់គ្នាបានដោយមិនមានអញ្ញាកណ្ដាលណាមួយសម្រាប់តាន់បានទេគេចេះតែទម្លាក់គ្រាប់ឬក៏បាញ់ផ្លោងដាក់គ្នាទៅវិញទៅមកក្នុងករណីដែលវានៅក្នុងចំនួនព្រំដែនក៏ប៉ុន្តែពេលនេះនៅពេលដែលយន្តហោះ F16 របស់ថៃបានហោះកាន់តែជ្រៅឆ្ងាយចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងខេត្តសៀមរាបហើយទៅទម្លាក់គ្រាប់នៅក្នុងដែនអធិបតេយ្យដែលមានចម្ងាយជាង70គីឡូម៉ែត្រពីព្រំដែនខ្មែរថៃហើយគៀកទៅដល់ប្រាសាទព្រះវិហារសំទោសប្រាសាទអង្គរវត្តយើងទៅហើយហ្នឹងបើយើងគិតអំពីកន្លែងដែលទម្លាក់ហ្នឹងគឺនៅម្ដុំភូមិស្រីស្នំដែលនៅក្នុងខេត្តសៀមរាបហ្នឹងបើតាមអ្វីដែលជាសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិគឺយើងឃើញថាចម្ងាយគ្រាប់ដែលឬក៏យន្តហោះដែលហោះចូលហើយទម្លាក់គ្រាប់នៅក្នុងដីខ្មែរហ្នឹងគឺជាង70គីឡូពីព្រំដែនបានន័យថា90គីឡូទៀតដល់ប្រាសាទអង្គរវត្តហើយអញ្ចឹងបើសិនជា F16 នេះចង់ហោះដល់ប្រាសាទអង្គរវត្តត្រូវការពេលមិនដល់5នាទីផងទេទៅដល់ហើយតើមានន័យថាយ៉ាងដូចម្ដេចបងប្អូនតើស្ពានអូជីកមួយនៅឯតំបន់ស្រីស្នំនៅឯខេត្តសៀមរាបហ្នឹងជាតំបន់ប្រទាញប្រទង់អីគេដែរថៃអាចដណ្ដើមសំសិទ្ធកាន់កាប់ដីខ្មែររហូតដល់70គីឡូម៉ែត្រចូលជាង70គីឡូម៉ែត្រចូលដល់ក្នុងដីកម្ពុជាឬក៏យ៉ាងដូចម្ដេចតើសង្គ្រាមនេះឬក៏ការដែលមហិច្ឆតាឈ្លានពានរបស់ថៃនេះវាកាន់តែបំពេញជ្រៅបែបនេះមានន័យយ៉ាងដូចម្ដេចរឿងនេះគឺជារឿងមួយដ៏គ្រោះថ្នាក់មែនទែនសម្រាប់ប្រទេសកម្ពុជាហើយជឿថារដ្ឋាភិបាលថៃកំពុងតែធ្វើកាន់តែក៏ក្លឿនហើយកាន់តែធ្វើឲ្យកម្ពុជាខ្លួនឯងបាក់មុខបាក់មាត់នៅក្នុងន័យថាមិនអាចការពារដែនអធិបតេយ្យរបស់ខ្លួនទេព្រោះអីមកដល់ម៉ោងនេះគឺថៃចង់ឲ្យរដ្ឋាភិបាលខ្មែរនឹងឬក៏ប្រជាពលរដ្ឋខ្មែរទូទៅឬក៏សហគមន៍អន្តរជាតិមើលមកថាកម្ពុជាមិនអាចការពារដែនអធិបតេយ្យរបស់ខ្លួនបានទេនៅពេលដែលយន្តហោះថៃ F16 ចូលបាញ់ជ្រៅដល់កណ្ដាលបេះដូងរបស់កម្ពុជាទៅហើយនឹងជាង70គីឡូដីហើយតាមពិតបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិគឺនិយាយថាថ្ងៃនេះគឺយន្តហោះប្រដេញឬក៏ប្រភេទទម្លាក់គ្រាប់បែកយន្តហោះចម្បាំងរបស់ថៃគឺពិតជាបានប៉ុនប៉ងកំតិចស្ពានមួយគឺស្ពានបុរាណអូជីកនៅស្រីស្នំហ្នឹងនៅក្នុងខេត្តសៀមរាបហ្នឹងក៏ប៉ុន្តែពាក្យថាប៉ុនប៉ងកំតិចបានន័យថាមិនខ្ទេចស្ពានហ្នឹងទេអញ្ចឹងបានន័យថាប៉ុនប៉ងទម្លាក់គ្រាប់កំតិចស្ពានហ្នឹងប៉ុន្តែរឿងកំតិចស្ពានគឺជារឿងមួយស្ពានបុរាណស្ពានថ្មីស្ពានចាស់អីគឺជារឿងមួយប៉ុន្តែអ្វីដែលជារឿងសំខាន់គឺរឿងដែនអធិបតេយ្យរបស់កម្ពុជាជម្រៅជាង70គីឡូម៉ែត្រនៅក្នុងដីខ្មែរបងប្អូនចុះឯណាមិនឃើញសំណាញ់មេឃដែលយើងថាយុទ្ធចាប់ហ្នឹងខ្ញុំជឿថាកម្ពុជាមានសិទ្ធិស្របច្បាប់ 100% មិនអាចឲ្យថៃធ្វើដូច្នេះបានទេហើយអយុធនាការរបស់បងប្អូនដើម្បីតស៊ូមតិទៅឲ្យរដ្ឋាភិបាលថៃនៅក្នុងការសំទោសរដ្ឋាភិបាលអាមេរិកធ្វើយ៉ាងម៉េចផ្ដាច់កូដឬក៏ទិន្នន័យសម្រាប់ការបញ្ជាយន្តហោះ F16 នេះគឺត្រូវធ្វើឲ្យខ្លាំងជាងនឹង100ដងទៀតព្រោះអីសារនេះហាក់បីដូចជាមិនចូលទៅជាសហរដ្ឋអាមេរិកសោះឬក៏យើងធ្វើមិនទាន់ដល់យើងឃើញបងប្អូនយើងធ្វើបាតកម្មរហូតដល់សេតវិមានមែនហើយធ្វើចាំថ្ងៃសៅរ៍អាទិត្យដែលគេអត់ធ្វើការអីក៏ពិតមែនប៉ុន្តែបងប្អូនស្រែកសារនេះឥឡូវនេះអ្វីទៀតដែលត្រូវធ្វើដើម្បីឲ្យថៃដឹងថាការឈ្លានពាននេះគឺមិនអាចទទួលយកបានអាហ្នឹងចង់និយាយថាពីការតស៊ូមតិរបស់បងប្អូនយើងនៅក្រៅប្រទេសចុះបងប្អូនយើងចុះរដ្ឋាភិបាលកម្ពុជាតើដល់ពេលល្មមដើម្បីនឹងអាចប្រើអ្វីដែលយើងមានដូចជាសំណាញ់មេឃនៅក្នុងការស្រោបឬក៏វាយកំទេចបាញ់ទម្លាក់យន្តហោះ F16 កុំថាយន្តហោះនឹងជារបស់អាមេរិកឬក៏របស់ណានាក៏ដោយមកពីឋានទេវតាទេវអិនណាក៏ដោយព្រោះក្នុងដែនអធិបតេយ្យរបស់កម្ពុជាមានសិទ្ធិការពារខ្លួនមានសិទ្ធិបាញ់កំទេចរាល់គ្រឿងសព្វាវុធទាំងឡាយណាដែលរំលោភដែនអធិបតេយ្យកម្ពុជាហើយបំផ្លាញដល់សុខសន្តិភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរគឺ 100% គឺយើងអាចធ្វើបានប៉ុន្តែជាអកុសលគឺយើងអត់ទាន់ឃើញមានអ្វីដែលជាលទ្ធភាពនៅក្នុងការអាចខ្ចប់យន្តហោះនឹងបានក្រៅតែបើយើងមានយន្តហោះបដិញប្រភេទ F16 ប្រហែលជាមិនពិបាកទេគឺយើងអាចដេញគ្នាប្រផាត់ប្រភីញណាប៉ុន្តែដល់ពេលអញ្ចឹងថៃធ្វើអីបានស្រាញ់ចិត្តប៉ុន្តែបងប្អូនរឿងនេះគឺជារឿងមួយដែលបំពេញមិនមែនបំពេញនេះគឺបើយើងនិយាយពីការមាក់ងាយបងប្អូនមាក់ងាយនេះគឺធ្វើឲ្យពិភពលោកមើលឬក៏សូម្បីតែប្រជាពលរដ្ឋខ្មែរខ្លួនឯងក៏មើលឃើញថាថៃកំពុងតែធ្វើឲ្យរដ្ឋាភិបាលខ្មែរនេះគឺទុនមែនតើខ្សោយមិនអាចទប់ទល់អីជាមួយថៃបានណាហើយអញ្ចឹងទៅធ្វើឲ្យបាត់ទំនុកចិត្តលើរដ្ឋាភិបាលកម្ពុជាហើយរដ្ឋាភិបាលនៅតែអាចអះអាងថាខ្លួនការពារដែនអធិបតេយ្យបានណាប៉ុន្តែម៉ោងនេះរដ្ឋាភិបាលអាចលំបាកមែនតើលំបាកឲ្យប្រជាពលរដ្ឋជឿទុកចិត្តខ្លួនឯងថាតើអាចធ្វើអីបានទប់ថៃបានព្រោះសហគមន៍អន្តរជាតិអត់ណាជួយយើងទេអញ្ចឹងនៅតែយើងលើខ្លួនឯងហើយយើងធ្លាប់មានថាមានអាកញ្ជ្រួចឬក៏សំណាញ់មេឃអីនឹងទៀតបើសិនជាប្រើពេលហ្នឹងគឺអាចទប់ថៃប៉ុន្តែអត់បានប្រើទេដូច្នេះអាហ្នឹង
ឯងដែលធ្វើឲ្យថៃចាប់ប្រាំទី1បំបាក់អំនួតរបស់ខ្មែរទី2គឺបំបាក់អាភិបជាម្ចាស់ប្រទេសហ្នឹងបងប្អូនហើយប្រជាពលរដ្ឋគឺច្បាស់ជានឹងមានថ្នាក់ចិត្តនឹងរដ្ឋាភិបាលបន្តិចទេរឿងនេះខ្ញុំជឿថាថៃធ្វើគេហៅភាសាសាមញ្ញតាមផ្លូវគឺថាស៊ីអារម្មណ៍របស់កម្ពុជាសម្បើមណាស់ហើយរឿងនេះគឺទុកឲ្យពួកគាត់ដោះស្រាយព្រោះថាការដែលចូលវាយឬក៏ទម្លាក់គ្រាប់ជ្រៅចូលដល់ក្នុងដែនអធិបតេយ្យរបស់កម្ពុជារហូតដល់ខេត្តសៀមរាបមានកំហុសអីឬក៏ចោទថាកន្លែងដែលស្ពានអូជីកហ្នឹងនៅកន្លែងម្ដុំស្រីស្នំនៅខេត្តសៀមរាបហ្នឹងគឺជាលេនដ្ឋានទ័ពដែលបាញ់កញ្ជ្រួចស្អីឬក៏កញ្ជ្រួចវង BM21 ឬក៏កញ្ជ្រួចបាញ់ឆ្លងទ្វីបឬក៏ឆ្លងប្រទេសហ្នឹងហើយថាហ្នឹងជាគោលដៅយោធាដែលបាញ់កំទេចបានបើសិនជាថៃមានលេសបែបហ្នឹងគឺទម្លាក់គ្រាប់ដល់ទួលកសាំងនៅភ្នំពេញបាត់ហើយកន្លែងជំរុំទ័ពជំរុំអីនៅកណ្ដាលទីក្រុងភ្នំពេញបាត់ហើយបើសិនជាគិតថាអញ្ចឹងដូច្នេះរឿងស្អីក៏ដោយដែលថៃធ្វើនេះគឺជារឿងហួសហេតុហើយគឺជារឿងដែលមើលងាយឃើញកម្ពុជាមិនមានលទ្ធភាពទប់ទល់ជាមួយថៃប៉ុន្តែរឿងនេះមិនអាចឲ្យថៃធ្វើដូច្នេះបានទេព្រោះជាការប្រមាថខ្លាំងមែនតើបាទឥឡូវនេះគឺរឿងដែលអកុសលនេះវាកើតឡើងទៅហើយការវាយសន្ធាប់តាមតំបន់ព្រំដែនហ្នឹងគឺអត់មានស្បាយដៃទេបងប្អូនថៃបន្ថែមកាន់តែខ្លាំងរហូតដល់ទម្លាក់គ្រាប់ថែមគ្រប់ទីកន្លែងទាំងអស់ហើយនៅពេលដែលកំពុងតែទម្លាក់គ្រាប់ហ្នឹងគឺចំនួនអ្នកស្លាប់បានកើនឡើងបើតាមក្រសួងមហាផ្ទៃបានរាយការណ៍មកថាដល់ទៅ16អ្នកទៅហើយអ្នករងរបួសហ្នឹង70អ្នកជាង80អ្នកហើយជនភៀសខ្លួនភៀសសឹកចេញពីតំបន់ដែលមានចំនួនហ្នឹងកើនឡើងដល់ទៅជាង420000បានន័យថា420,000អ្នកជាងទៅហើយដូច្នេះតើស្ថានភាពពួកគាត់លំបាកលំបិនយ៉ាងណាពេលនេះគឺជាពេលដើម្បីឲ្យបងប្អូនគ្រប់ទិសទីទាំងអស់ជាពិសេសបងប្អូនខ្មែរនៅក្រៅប្រទេសដែលមានលទ្ធភាពហ្នឹងរកលទ្ធភាពជួយជាពិសេសជួយជនរងគ្រោះបើអាចជួយបានបរិច្ចាគទៅតាមលទ្ធភាពដែលអាចធ្វើបានគៀងកររកជំនួយណាដើម្បីជួយបងប្អូនយើងហើយក្នុងពេលជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជាក៏គួរតែបោះដៃទៅរកសហគមន៍អន្តរជាតិនៅក្នុងការព្រមឲ្យគេផ្ដល់ជំនួយជួយដល់ជនភៀសខ្លួនយើងផងបើសិនជាយើងប្រកាសអាសន្នឲ្យសហគមន៍អន្តរជាតិជួយនៅពេលនោះគឺនឹងមានការកបាត់កំហំអន្តរជាតិឬក៏មានជំនួយអន្តរជាតិអីផ្សេងទៅវាអាចជាឱកាសដើម្បីឲ្យសហគមន៍អន្តរជាតិគេដឹងឮរឿងយើងចុះទៅមើលការខុសត្រូវយើងទៅវាធ្វើឲ្យពិភពលោកកាន់តែឃើញច្បាស់អំពីការឈ្លានពានរបស់ថៃបន្ថែមទៀតអានេះគឺគ្រាន់តែជាការគិតរបស់ខ្ញុំទេខ្ញុំជឿថារដ្ឋាភិបាលក៏គេមានផែនការគេមានការគិតគូររបស់គេដែរគាត់ថាបើសិនជាមិនបានគិតរឿងហ្នឹងទេគឺជាឱកាសល្អពួកឯងឃើញសហគមន៍ខ្មែរប្រហែលថ្ងៃនេះក៏តវ៉ាធ្វើបាតកម្មហ្នឹងទាមទារឲ្យសហគមន៍អន្តរជាតិជួយទៅមើលការខុសត្រូវឬក៏ជួយដល់ជនភៀសខ្លួនយើងផងបន្តទៅទៀតគឺតកតងនឹងពេលដែលថៃទម្លាក់គ្រាប់បែកយ៉ាងស្រស់បែបនេះគឺកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីរកដំណោះស្រាយចំនួនព្រំដែនត្រូវបានលើកពេលទៅហើយដោយសារតែថៃសូមឲ្យលើកពេលព័ត៌មាននេះក៏មានភាពប្រទាញបតងគ្នាបន្តិចដែរបងប្អូនខ្ញុំនិយាយឲ្យស្មោះត្រង់ព័ត៌មាននៅក្នុងសម័យនេះពិបាកមែនទែនពិបាកដោយសារតែព័ត៌មានរបៀបប្រជាពិធព័ត៌មានរបៀបជាការឃោសនាព័ត៌មានរបៀបជាការចំណេញកេងចំណេញនយោបាយសងខាងហ្នឹងគឺយើងពិបាករកព័ត៌មានឯករាជ្យយកមកផ្សាយណាដូច្នេះពេលដកស្រង់ព័ត៌មានហ្នឹងគឺអានផ្ទៀងផ្ទាត់ប្រភពច្រើនមែនទែនរហូតពេលខ្លះរាប់ម៉ោងដើម្បីបានព័ត៌មានមួយព័ត៌មានដែលពិបាកផ្ទៀងផ្ទាត់ប្រភពនេះគឺព័ត៌មាននេះដែលថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីរកដំណោះស្រាយចំនួនព្រំដែនត្រូវថៃសុំលើកពេលនេះណាព្រោះបើតាមសារព័ត៌មានដែលផ្សាយទាំងម៉ាឡេទាំងសង្ហបុរីទាំងសារព័ត៌មានថៃបើសារព័ត៌មានថៃគឺគាត់ផ្សាយភាគច្រើនលំអៀងទៅខាងរដ្ឋាភិបាលថៃហើយប៉ុន្តែបើតាមព័ត៌មានម៉ាឡេគឺមានព័ត៌មានយ៉ាងតិចក៏2ដែលផ្សាយខុសគ្នាដែរហើយផ្សាយខុសគ្នាហ្នឹងគឺមិនមែនខុសគ្នារឿងពជាពេលប្រជុំទេគឺពជាពេលប្រជុំ 100% គឺត្រូវពជាហើយខ្ញុំសូមបញ្យល់រឿងនេះបន្តិចលោកអានវ៉ាអ៊ីប្រាហ៊ីមដែលប្រធានអាស៊ានស្ដីទីសំទោសប្រធានអាស៊ានបដូវវេនហ្នឹងគឺគាត់បានប្រាប់មកជាសាធារណៈឲ្យបងប្អូនគាត់ដឹងខ្ញុំផ្សាយតែរហូតមកគឺគាត់ស្នើឲ្យមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីដោះស្រាយបញ្ឈប់ចំនួនរវាងកម្ពុជាថៃនៅព្រំដែនហ្នឹងឲ្យបានឆាប់តាមតែអាចធ្វើទៅបានហើយគាត់លើកយកថ្ងៃទី16ស្អែកនេះដើម្បីជាការជួបជុំរដ្ឋមន្ត្រីអាស៊ានពិសេសមិនមែនប្រចាំឆ្នាំទេគឺវិសាមញ្ញបានន័យថាអត់ព្រៀងទុកយកមកដើម្បីជជែកគ្នារកដំណោះស្រាយបញ្ឈប់ការឈប់បាញ់ហ្នឹងក៏ប៉ុន្តែដោយសារតែអាស្អែកហ្នឹងត្រូវមកដល់ស្រាប់តែមានការលើកពេលទៅទៀតគឺលើកពេលទៅថ្ងៃទី21អាទិត្យក្រោយឯណោះ21ហ្នឹងវាត្រូវនឹងថ្ងៃសំទោសមិនមែនបាទត្រូវនិយាយទៅលើកទៅច័ន្ទសប្តាហ៍ក្រោយអត់ធ្វើច័ន្ទនេះទេគឺលើកមួយអាទិត្យទៀតហើយការដែលលើកនេះបើតាមសារព័ត៌មានផ្សព្វផ្សាយដែលខ្ញុំនិយាយថាប្របាក់ផ្ទៀងផ្ទាត់ហ្នឹងគឺមានសារព័ត៌មានមួយចំនួនថាការលើកពេលនេះគឺដោយសារតែមានសំណើពីភាគីកម្ពុជានិងថៃបានន័យថាទាំងថៃទាំងកម្ពុជាស្នើដូចគ្នាថាសូមឲ្យលើកពេលទៅព្រោះអីស្ថានភាពព្រំដែនហ្នឹងវានៅក្តៅខ្លាំងមិនទាន់រៀបរយគឺចង់និយាយចេះ
ក៏ប៉ុន្តែបើតាមសារព័ត៌មានមួយចំនួនទៀតក៏និយាយថាសំណើនេះមិនមែនសំណើពីភាគីទេគឺថៃខ្លួនឯងជាអ្នកស្នើសុំឲ្យពជាពេលសិនអត់ទាន់ជួបទេព្រោះអីអត់ទាន់បានសម្រេចអីនៅឡើយទេអាការបាញ់គ្នាឬក៏អីហ្នឹងគឺលើកពេលព្រោះរដ្ឋមន្ត្រីការបរទេសថៃអត់ទាន់ត្រៀមខ្លួនរួចនេះបើតាមអ្វីដែលលើកឡើងប៉ុន្តែបើយើងមើលបើចំពោះខ្ញុំវិញសារព័ត៌មានផ្សាយបែបនេះខ្ញុំអាចថាជាការសមស្របដែរបើសិនជាថៃរដ្ឋមន្ត្រីការបរទេសថៃសុំលើកពេលព្រោះអីថៃអត់ចង់ឲ្យមានដំណោះស្រាយអីឆាប់ពេកទេហេតុអីបានជាខ្ញុំនិយាយថាផ្អែកទៅលើសមត្ថកម្មនេះឬក៏ការសន្និដ្ឋាននេះខ្ញុំគិតថាភាគីថៃគឺជាអ្នកដែលស្នើសុំពន្យាពេលនេះច្រើនជាងភាគីកម្ពុជាព្រោះកម្ពុជាចង់ឲ្យតែមានកិច្ចព្រមព្រៀងការឈប់បាញ់ឬក៏ការចរចាណាមួយឲ្យឆាប់តាមដែលអាចធ្វើទៅបានទេកម្ពុជាមកអាយុមកហើយគឺយើងអត់ធ្មត់យើងចង់បានអញ្ចឹងបាទជាខ្ញុំទាញសេចក្តីសន្និដ្ឋានផ្អែកទៅលើជំហរកម្ពុជាកន្លងមកបើគាត់ដូរយ៉ាងម៉េចខ្ញុំអត់ដឹងទេប៉ុន្តែទៅតាមអ្វីដែលប្រកាសនៅក្នុងសារព័ត៌មានថៃនិងម៉ាឡេហើយនឹងអ្វីដែលជាខ្លឹមសារដែលដកស្រង់ពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនិងរដ្ឋមន្ត្រីការបរទេសរបស់ម៉ាឡេលោកមហាម៉ាត់ហាសាន់អីហ្នឹងគឺនិយាយថាកិច្ចប្រជុំនេះគឺត្រូវពជាពេលដោយសារតែភាគីអត់ទាន់រៀបខ្លួនទាន់តើមានន័យថាយ៉ាងម៉េចបើថៃស្នើឲ្យពន្យាពេលទៀតបានន័យថាថៃអត់ទាន់អាចវាយគ្រប់គ្រងតំបន់មួយចំនួនដែលខ្លួនចង់វាយដណ្ដើមឲ្យបាននៅក្នុងរយៈពេលមុនចរចាឬក៏មុនជួបរកដំណោះស្រាយអីហ្នឹងបានន័យថាខ្លួនវាយអត់ទាន់បានបើវាយអត់ទាន់បានប្រជុំឆាប់ពេកអ្នកណានៅហ្នឹងថៃខាតក្នុងនេះអញ្ចឹងណាប៉ុន្តែកម្ពុជាយើងគឺឲ្យតែមានកិច្ចប្រជុំសម្រាប់សម្រួលទៅក៏វាជាការល្អដែរដើម្បីឆាប់ចប់ហើយចំគិតទៀតតែថៃប្រហែលជាក្នុងនេះខ្ញុំថាប្រហែលទេបងប្អូននិយាយព័ត៌មាននិយាយប្រហែលហ្នឹងគឺគេចោទខ្ញុំទៀតថាបើអត់ច្បាស់ទេនិយាយទៅអីប៉ុន្តែខ្ញុំមិនអាចនឹងនិយាយថាច្បាស់កើតដោយសារតែក្នុងន័យដែលថាបើមានភាគីសុំពជាពេលហើយថៃកំពុងវាយសន្ធាប់ជាពិសេសនៅតំបន់ប្រាសាទតាកបីហើយខ្ញុំនឹងបញ្ចូលទៅក្នុងរឿងប្រាសាទតាកបីនឹងតិចព្រោះថ្ងៃនេះគឺយោធាថៃអះអាងថាទាហានថៃឥឡូវហ្នឹងកំពុងតែដណ្ដើមបានតំបន់ប្រាសាទតាកបីទៅគ្រប់គ្រងក៏ប៉ុន្តែរងការវាយសន្ធាប់ដណ្ដើមយកទៅវិញពីកងទ័ពខ្មែររឿងប្រាសាទតាកបីនេះគឺជារឿងមួយដែលឥឡូវនេះផ្អើលពេញបណ្ដាញសង្គមទៀតហើយបងប្អូនព្រោះអីឃើញរូបថតដែលទាហានថៃមួយក្រុមយកទង់ជ័យរបស់ថៃយកទៅដោតនៅប្រាសាទតាកបីដែលបាក់បែកក៏ប៉ុន្តែអ្វីដែលខាងមជ្ឈដ្ឋានទូទៅនៅបណ្ដាញសង្គមថារូបនេះគឺជារូប AI រូបមិនពិតទេថៃជាអ្នកខ្លែងរូបទេគឺដោយសំអាងថាប្រាសាទតាកបីនេះគឺវាបាក់បែកពិតហើយប៉ុន្តែមិនមែនបាក់បែកនៅចំហខ្ពស់ដោយអ្វីដែលឃើញនៅក្នុងរូបដែលបាក់តែមួយផ្នែកណានោះទេព្រោះអីប្រាសាទតាកបីថៃទម្លាក់គ្រាប់បាញ់គ្រាប់ទម្លាក់គ្រាប់រហូតដល់តែតិចស្ទើររៀបដល់ដីហើយវាអត់មានទម្រង់ជាប្រាសាទទៀតទេចង់និយាយចេះដល់ពេលឃើញអារូបទង់ជ័យថៃដែលយកទៅដាក់ទៅឃើញប្រាសាទខ្ទេចខ្ទីដែរប៉ុន្តែមិនមែនជាខ្ទេចខ្ទីទាំងស្រុងធ្វើឲ្យបងប្អូននៅបណ្ដាញសង្គម Facebook ហ្នឹងថានេះគឺជាការបង្កើតព័ត៌មាន AI ទេប្រាសាទតាកបីគឺនៅស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាអញ្ចឹងទៅអានេះជាការអះអាងហើយបងប្អូនប៉ុន្តែសារព័ត៌មានថៃទាំងអស់ខ្ញុំថាទាំងអត់មានកសែតណាមួយដែលនិយាយថាទាហានថៃអត់គ្រប់គ្រងប្រាសាទតាកបីបានទេរាល់ដងយើងដឹងហើយ The Nation Thailand ឬក៏ Khawsut អីហ្នឹងគឺមានខាងផ្នែកសារព័ត៌មានខ្មែរឬក៏ក្រសួងការពារជាតិកម្ពុជានឹងអាសាទាត់ចោលថាព័ត៌មានខ្លាំងៗអីហ្នឹងញាប់ដែរក៏ប៉ុន្តែម្ដងនេះគឺសារព័ត៌មានបាងកកប៉ុស្តិ៍បាងកកប៉ុស្តិ៍ហ្នឹងគឺផ្សាយរូបប្រាសាទតាកបីហើយនឹងទង់ជ័យថៃហើយនឹងទាហានថៃហើយប្រាប់ថាថ្ងៃទី15នេះគឺទាហានថៃបានយកទង់ជ័យទៅដោតនៅក្នុងទីបរិវេណប្រាសាទតាកបីហើយកំពុងតែគ្រប់គ្រងហើយយោធាថៃនឹងខ្លួនឯងក៏បានអះអាងទៀតគឺអ្នកនាំពាក្យយោធាថៃលោកវិនថៃស៊ូវ៉ារីថាទាហានថៃគឺគ្រប់គ្រងបរិវេណឬតំបន់ប្រាសាទតាកបីនេះហើយនឹងភ្នំ350បងប្អូនដឹងហើយភ្នំ350គឺជាចំណុចយុទ្ធសាស្ត្រមួយដែលទាហានខ្មែរឈរជើងដើម្បីវាយសន្ធាប់ទៅលើទាហានថៃដែលចូលមកទន្ទ្រានចង់ក្តោបក្តាប់ឬក៏ដណ្ដើមយកប្រាសាទតាកបីអីចឹងហើយឥឡូវនេះទាហានថៃគឺតាមអ្វីដែលដកស្រង់ពីសារព័ត៌មានថៃហ្នឹងថាបានគ្រប់គ្រងតំបន់ភ្នំ350បងប្អូនព័ត៌មាននេះកុំអាលជឿ 100% ព្រោះនៅពេលដែលមានសង្គ្រាមបែបចិត្តសាស្ត្របែបបំបាក់ស្មារតីគ្នាអញ្ចឹងជួនកាលថៃគេអាចយកវាជាសង្គ្រាមចិត្តសាស្ត្រដើម្បីបន្លប់ស្ថានភាពក៏ប៉ុន្តែបើសិនជារឿងនេះពិតឬមិនពិតអ្វីដែលយើងជឿជាក់បានគឺខាងកម្ពុជាទាត់ចោលព្រោះទម្លាប់របស់កម្ពុជាបើថៃនិយាយអីគឺយើងមានគេហៅថាព័ត៌មានខ្លាំងខ្លាយព័ត៌មាននេះផ្សាយមិនពិតប៉ុន្តែព័ត៌មានតាក់ទងនឹងថៃគ្រប់គ្រងតំបន់ភ្នំ350ហើយនឹងប្រាសាទតាកបីនេះផ្សាយដោយសារព័ត៌មានថៃយ៉ាងចម្រុះបែបនេះអត់ទាន់មានសេចក្តីរាយការណ៍សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិតំណាងឲ្យរដ្ឋាភិបាលកម្ពុជាទាត់ចោលព័ត៌មាននឹងនៅឡើយទេដូច្នេះអ្វីដែលរដ្ឋាភិបាលកម្ពុជាមិនទាន់ទាត់ចោលអញ្ចឹងបានន័យថាអ្វីដែលថៃនិយាយគឺជាការពិតចង់និយាយថាការពិតនៅក្នុងពេលឥឡូវនេះយើងចាំមើលការឆ្លើយតបរបស់ខាងភាគីកម្ពុជាស្អែកឬខាងស្អែកទៀតណាថាតើគាត់នឹងទាត់ចោលព័ត៌មានដែលថាទាហានថៃគ្រប់គ្រងប្រាសាទតាកបីនេះដោយបានដែរឬយ៉ាងណាអានេះគឺជារឿងបងប្អូនខ្ញុំនិយាយថាវាពិបាកចឹងបានថាកុំឲ្យបងប្អូនជឿទាំងស្រុងថាព័ត៌មាននេះពិតហើយក៏កុំឲ្យមិនជឿទាំងស្រុងថាព័ត៌មាននឹងវាមិនពិតដែរឬក៏យ៉ាងម៉េចគ្រាន់តែថា
យកមកពិចារណាហើយយើងចាំផ្ទៀងស្ដាប់ទៅឥឡូវផ្ដល់ការទុកចិត្តដល់រដ្ឋាភិបាលកម្ពុជាក្នុងចំណុចមួយថាបើក្រសួងការពារជាតិនៅស្ងៀមមិននិយាយអីសោះមិនទាត់ចោលព័ត៌មានដែលថៃថាគ្រប់គ្រងប្រាសាទតាកបីព័ត៌មាននេះនឹងពិត 100% ហើយប៉ុន្តែបើសិនជាក្រសួងការពារជាតិនិងរដ្ឋាភិបាលកម្ពុជាថាព័ត៌មាននេះគឺជាព័ត៌មានคล้ายៗយើងអាចនៅផ្ទៀងទាត់បានតទៅទៀតអញ្ចឹងយើងចាំមើលបាទបងប្អូនគាត់ថាអញ្ចេះបើសិនជាថៃឥឡូវនេះគ្រប់គ្រងតំបន់ប្រាសាទតាកបីបានមែនណាហើយវាយសន្ធាប់បែបនេះខ្ញុំអត់ឆ្ងល់ទេហើយបានជាខ្ញុំអត់ឆ្ងល់ខ្ញុំនៅតែជឿជាក់ថាកងកម្លាំងប្រដាប់អាវុធកម្ពុជាយើងនៅតំបន់ប្រាសាទតាកបីគាត់ប្រឹងប្រែងអស់ពីលទ្ធភាពហើយបដូរផ្ដាច់បដូរជីវិតពលីដើម្បីជាតិមាតុភូមិការពារដែនអធិបតេយ្យក៏ប៉ុន្តែបងប្អូនត្រូវចាំថាតំបន់នោះពិតតែមានមីនមែនហើយយ៉ាងក្រាស់ខ្មឹកមែនហើយប៉ុន្តែថៃទម្លាក់គ្រាប់ស្ទើរដូចលិចផ្ទុះដូចភ្លៀងរលឹមភ្លៀងធ្លាក់អញ្ចឹងស្ទើរតែរកពេលសម្រាប់មិនបានដូច្នេះនៅពេលដែលទម្លាក់គ្រាប់យ៉ាងនេះតើការស៊ូទ្រាំនឹងតើបានយូរប៉ុណ្ណាខ្ញុំអត់ដឹងដែរដូច្នេះបើសិនជាដដាលបានក៏មិនមែនជារឿងអីប្លែកក៏ប៉ុន្តែខ្ញុំជឿថាបើថៃដដាលប្រាសាទតាកបីបានថៃក៏អាចឈរជើងនៅប្រាសាទតាកបីយូរដែរព្រោះនឹងខ្លាយទៅជាកន្លែងកប់សពរបស់ទាហានថៃវិញជាមិនខានទេព្រោះអានឹងវាជាដីខ្មែរទាហានខ្មែរក៏មិនអនុញ្ញាតឲ្យថៃគ្រប់គ្រងតំបន់នេះបានអញ្ចឹងទាហានថៃដែលមកបោះតុងជ័យបើវាជាការពិតគឺច្បាស់ជារងការវាយសន្ធាប់ផ្លោងដាក់ឬក៏បណ្ដេញទាហានថៃនឹងក្នុងរយៈពេលដ៏ខ្លីហើយប្រាសាទតាកបីនឹងខ្លាយជាតំបន់យុទ្ធសាស្ត្រមួយធំបំផុតចុងក្រោយសម្រាប់មុនការចរចាឲ្យមានបាត់ជប់បាញ់ណាមួយទៀតហើយដូច្នេះខ្ញុំចិត្តតែនឹកស្រមៃថាតើរឿងនេះវាអាចជាប់ជាមួយនឹងការលើកពេលទេលើកពេលសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលពិសេសដែលលោកអានវ៉ាអ៊ីប្រាហ៊ីមថាចង់ជួបនឹងទេព្រោះអីកំពុងតែប្រទៀងបន្ទងគ្នាហើយថៃមិនទាន់ច្បាស់ 100% ថានឹងអាចឈរជើងនៅអាតំបន់ដែលខ្លួនអះអាងថាយកបាននឹងទៅទៀតបើតើបាន 100% អីអញ្ចឹងទៅជឿថាទប់ទល់បាន 100% អានឹងបានខ្លួនគិតថាស៊ីផុយទើបអាចនឹងមានកិច្ចប្រជុំមានបទឈប់បាញ់គឺកន្លែងណាទាហានថៃឈរជើងគឺយកត្រឹមហ្នឹងអានេះជាល្បិចដ៏ស្មោកគ្រោករបស់ថៃទេបងប្អូនយើងមើលទៅតែយ៉ាងណាកិច្ចប្រជុំនេះគឺលើកពេលមួយអាទិត្យទៀតយើងមិនដឹងថាតាមមួយអាទិត្យទៀតហ្នឹងយើងនឹងមានរឿងអីកើតឡើងទេខ្ញុំនៅតែម្ដងទៀតបនសន់សូមឲ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទាំងឡាយជួយការពារអាយុជីវិតសុវត្ថិភាពបងប្អូនទាហានយើងនៅជួរមុខជាពិសេសនៅតំបន់ប្រាសាទតាកបីនិងប្រាសាទខ្នាដែលកំពុងរងការវាយសន្ធាប់ទម្លាក់គ្រាប់យ៉ាងសម្បើមណាស់ពីភាគីថៃពុះប្រាសាទឲ្យតែទីតាំងប្រាសាទគឺថៃវាយសន្ធាប់ព្រោះជាដួងព្រលឹងរបស់កម្ពុជាថៃចង់ដកហូតដួងកៅដួងព្រលឹងរបស់យើងហ្នឹងតែគេគ្រប់គ្រងប្រាសាទបានគឺគេមានគេហៅថាយកទៅអួតបាទជាការពិតអានេះជាជំនឿផ្ដេសផ្ដាស់របស់ថៃទេប៉ុន្តែយ៉ាងណាបងប្អូនយើងជាដែនអធិបតេយ្យរបស់យើងប្រឹងការពារទៅតាមលទ្ធភាពអញ្ចឹងហើយឥឡូវយើងចាំមើលផ្ទៀងទាត់ព័ត៌មាននឹងម្ដងទៀតបងប្អូនណាខ្ញុំមិនទាន់និយាយថា 100% តែគាត់ថានេះគឺវាពាក់ព័ន្ធគ្នានឹងថៃតែគ្រប់គ្រងមិនទាន់បានកន្លែងណាឈរជើង 100% គឺបោះទម្លាក់គ្រាប់ចិញ្ជ្រុំបំបាក់ស្មារតីហើយក៏ចាប់ផ្ដើមរកវិធីចរចាតែបើខ្លួនអត់ទាន់បានសម្រេចអីជាដុំកពួនថែមទៀតអាចរចាហ្នឹងលើកទម្លាក់គ្រាប់ហ្នឹងកាន់តែច្រើនទៀតដូច្នេះនៅពេលដែលថៃទម្លាក់គ្រាប់កាន់តែច្រើនកាន់តែសន្ធាប់កាន់តែរាល់ថ្ងៃយើងកាន់តែជឿថាថៃអត់ទាន់អាចគ្រប់គ្រងតំបន់ច្រើនដែលខ្មែរឈរជើងបានទេព្រោះអីបើសិនជាថៃគ្រប់គ្រងបានបណ្ដេញទាហានខ្មែរមកផុតអស់ហើយថៃអត់មានរឿងអីត្រូវវាយទៀតទេគឺចរចាដើម្បីឈរជើងកន្លែងណាយកកន្លែងហ្នឹងអ្វីដែលយើងជឿថាតាមរយៈដែលថៃវាយអត់ឈប់នេះគឺយើងសង្ស័យថាថៃអត់ទាន់វាយយកអីបានទាហានខ្មែរនៅតែខ្លាំងរឹងមាំអញ្ចឹងហើយបានជាពួកទាហានថៃអត់សម្រាប់បាញ់សោះពួកអត់ទាន់បានដណ្ដើមដីណាមួយដែលឲ្យជាដុំកំភួនណាយើងនិយាយនេះគឺខ្ញុំផ្អែកទៅលើការសន្និដ្ឋានសុទ្ធសាធព្រោះអីសមរភូមិក្តៅបាញ់ប្រទីងបតុងគ្នារាល់ថ្ងៃទេយើងមួយថ្ងៃកាត់មួយថ្ងៃកោមួយថ្ងៃអញ្ចេះមួយថ្ងៃអញ្ចោះយើងអត់មានអ្នកទៅរាយការណ៍ដល់មូលដ្ឋានទេយើងផ្អែកទៅលើអ្វីដែលជាសន្តានឬក៏ចរិតរបស់ទាហានថៃដែលមហិច្ឆតាចង់ឈ្លានពានលេបរបស់ដីខ្មែរយើងប៉ុន្តែបើបានគឺដោយអាកាលតំបន់ស្អីគេថាគ្រប់គ្រងបាន10តំបន់អត់តែប្រាសាទតាកបីបងប្អូនមានឃើញទេព្រឹបព្រមប៉ុណ្ណឹងសិនទៅដោយសារអីគ្រប់គ្រងភ្នំទ្របគ្រប់គ្រងតំបន់អីបានច្រើនអញ្ចឹងថៃដូចជាសบายចិត្តប៉ុណ្ណឹងយកសិនចុះប៉ុន្តែឥឡូវដូចថាយកថែមអត់ទាន់បានខ្ញុំសន្និដ្ឋានបែបនេះអញ្ចឹងទម្លាក់ឲ្យអស់ចិត្តទៀតទៅហើយក៏ថៃបើសិនជាបើតាមមើលគឺដោយសារការបោះឆ្នោតនៅស្រុកថៃហ្នឹងវាកំពុងតែដល់ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទៀតអញ្ចឹងគឺថៃនឹងយកបញ្ហាព្រំដែនជាយុទ្ធនាការឃោសនារកសម្លេងឆ្នោតហើយអ្នកណាដែលឈរឈ្មោះជានាយករដ្ឋមន្ត្រីគឺដឹងតែសង្គ្រឹះថ្មិញដាក់កម្ពុជាដើម្បីប្រឆេះអារឿងព្រំដែនហ្នឹងឲ្យខាងតបានដើម្បីបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអញ្ចឹងយើងនៅកម្ពុជារហូតដល់ថៃបោះឆ្នោតបានហើយបោះឆ្នោតហើយអត់មែនប្រកាសថាបានសុកទៀតព្រោះអីអ្នកណាដែលឡើងមកកាន់ជានាយករដ្ឋមន្ត្រីថ្មីហ្នឹងគឺនឹងបើមិនស្រួលអត់ប្រៅកៅអីហងធ្លាក់បាត់ទៀតដោយសាររឿងព្រំដែនហ្នឹងទៀតអញ្ចឹងយើងវាអកុសលបងប្អូនវាកម្មដែរអញ្ចឹងហើយបានថានៅពេលដែលយើងកម្មហ្នឹងវិធីដែលយើងរកបានគឺយើងរកធ្វើយ៉ាងម៉េចផ្ដាច់អាភាពខេញរ៉ៃរបស់យោធាថៃហ្នឹងដូចជាអារឿងយន្តហោះ F16 ហ្នឹងឲ្យអាមេរិកដាក់តនកម្មអញ្ចឹងទៅហ្នឹងទី1ទី2គឺយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិអត់ពជាពេលអីទាំងអស់ព្រោះផោះតាំងប្រមូលបានហើយប្រមូលតាំងថ្ងៃ24មកខែកក្កដាមកគឺអាណាបានប្រហែលដាក់ទៅព្រោះអីថៃតែអត់ប្តឹងគឺក្អឹតកតមែនតើអាហ្នឹងឯងដោយសារតែយើងគិតថាគេគិតថាយើងមិនហ៊ានទេបានតែថាណា
ឥឡូវនេះគឺយើងចូលដល់លក្ខខណ្ឌថ្មីរបស់ថៃណាកំពុងបាញ់គ្នាក្តាំងហ្នឹងថៃគេកំណត់លក្ខខណ្ឌទៅវិញហើយលក្ខខណ្ឌ3របស់គេហ្នឹងគឺចម្លែកមែនតើបងប្អូនគឺគេប្រាប់ថាដើម្បីឲ្យមានប័ណ្ណជប់បាញ់នេះគឺលោកអនុទិសំទោសលោកបល្លង្កូរ៉ានីខនដេតបល្លង្កូរ៉ាដែលជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃហ្នឹងគឺថ្លែងប្រាប់សារព័ត៌មានថៃថ្ងៃនេះគាត់ថាថៃបើចង់ឲ្យជប់បាញ់គឺតើតែខ្មែរស្នើសុំមុនឲ្យខ្មែរសុំជប់បាញ់មុនបើអត់ស្នើសុំជប់បាញ់ទេថៃអត់ជប់ទេហេតុអីបានជាថៃស្នើឲ្យខ្មែរសុំជប់បាញ់មុនបងប្អូនយើងសាកគិតមើលគឺចង់ឲ្យជនរងគ្រោះនេះខ្លាយទៅជាអ្នកប្រព្រឹត្តទៅវិញដើម្បីឲ្យសហគមន៍អន្តរជាតិដឹងថាអូមកពីខ្មែរយើងប្រព្រឹត្តមុនអញ្ចឹងទៅសុំទោសគេឲ្យយើងខុសយល់ទេអាហ្នឹងរឿងហ្នឹងគឺថៃធ្វើស៊ីអារម្មណ៍ខ្មែរទៀតហើយខ្ញុំចេះតែនឹកឃើញអារឿងនៅស្រុកខ្មែរយើងអាពេលដែលអ្នកនយោបាយជាប់គុកដោយសារតែការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចហើយដល់ពេលគេចាប់គុកដាក់ច្រវាក់ទៅយូរពេកដឹងថាប្រព័ន្ធតុលាការហ្នឹងគ្មានយុត្តិធម៌ចេញលិខិតសុំទោសលោកហ៊ុនសែនសុំទោសអីទៅដើម្បីបញ្ជាក់ប្រាប់ថាខ្លួនសោកស្ដាយដែលប្រព្រឹត្តកំហុសតាមពិតអត់មានប្រព្រឹត្តកំហុសអីទេកំហុសហ្នឹងគឺដោយសារតែគេយកធ្វើជាលេសដើម្បីធ្វើបាបធ្វើទុកបុកម្នេញគាត់ដាក់ជាប់ពន្ធនាគារហើយបើអត់មានលិខិតសុំទោសហ្នឹងគឺគាត់អត់បានរួចទោសទេព្រោះប្រព័ន្ធតុលាការគ្មានឯករាជ្យគ្មានយុត្តិធម៌ដល់អញ្ចឹងទៅបង្ខំចិត្តឲ្យគាត់សុំទោសហើយខ្លួនយើងជាជនរងគ្រោះទៅសុំទោសអ្នកដែលប្រព្រឹត្តហើយដល់អញ្ចឹងទៅសមាជដ្ឋានអន្តរជាតិឬក៏ជាតិនៅក្នុងស្រុកហ្នឹងគេមើលមកថាអ្នកនយោបាយទាំងអស់នេះសុទ្ធតែអ្នកនយោបាយឱកាសនិយមបាយបិណ្ឌជាបាយបាតចេះតែថាអញ្ចឹងទៅដល់ពេលហើយទៅសុំទោសអារឿងដែលមិនពិតផងទៅថាចោតប្រកាន់គេឥឡូវគេចោតត្រូវមែនព្រោះខ្លួនឯងចេះតែចោតហើយអញ្ចឹងបំផ្លាញជីវិតនយោបាយអីអញ្ចឹងតែខ្លាយទៅជាជនរងគ្រោះ2ដងនៅពេលដែលសុំទោសណាព្រោះអីសុំទោសគេទី1ទទួលស្គាល់កំហុសដែលខ្លួននិយាយពីមុនមកហ្នឹងគឺជាការនិយាយលៀបពណ៌រដ្ឋាភិបាលកម្ពុជាអញ្ចឹងទៅទី2គឺជីវិតនយោបាយហ្នឹងគឺសាបដូចទឹកទន្លេដោយសារអីគឺយើងអត់បានការអញ្ចឹងយើងខ្លាចជាជនរងគ្រោះ2ដងប៉ុន្តែបើសិនជាមិនធ្វើដូច្នេះគឺយើងនៅជាប់គុកមួយជីវិតអញ្ចឹងទៅមកយកអញ្ចឹងទៅឥឡូវវិលមករឿងស្រុកថៃវិញយើងជាជនរងគ្រោះនេះហើយឥឡូវគេប្រាប់ថាអត់ទេទៅសុំទោសគេសិនឬស្នើសុំគេមុនដោយអារឿងបិទព្រំដែនអញ្ចឹងមិនអញ្ចឹងទេបងប្អូនបិទព្រំដែនគេបិទមុនគេឲ្យយើងបើកមុនបើយើងបើកមុនបានន័យថាយើងខុសតែយើងរឹងដែរតែឥឡូវចាំមើលថៃគេបង្ខំឲ្យយើងសុំស្នើទៅគេឈប់បាញ់វិញបើគេអត់ស្នើទេគឺគេអត់ឈប់បាញ់អានេះគឺជាល្បិចដ៏មិនថ្លៃថ្នូរសោះអាល្បិចហ្នឹងគឺខ្មែរយើងធ្វើជាមួយខ្មែរយើងឡើងសោះហើយមិនគួរណាថៃមកធ្វើជាមួយខ្មែរសោះអានេះប្រហែលជាបណ្ដាសាឬកម្មពៀអីមកខ្ញុំមិនដឹងព្រោះយើងធ្វើជាមួយខ្មែរយើងធ្វើបានគ្រប់ពេលប៉ុន្តែឥឡូវយើងមិននឹកស្មានថាថៃនឹងធ្វើអញ្ចឹងជាមួយខ្មែរយើងដែរណាខ្ញុំមើលទៅដូចជាវាគួរឲ្យអស់សំណើចប៉ុន្តែថៃកំពុងតែយកអាល្បិចដែលខ្មែរធ្វើជាមួយខ្មែរគ្នាឯងយកមកប្រើជាមួយកម្ពុជាក្នុងរឿងដែនអធិបតេយ្យបងប្អូនជារឿងអកុសលមែនតើហើយរឿងហើយយើងនិយាយមើលបើបងប្អូនយើងជាជនជាតិខ្មែរយើងឈឺចាប់ទេបងប្អូនយើងឈឺចាប់ទេនៅពេលដែលថៃចាប់ផ្ដើមធ្វើអញ្ចឹងចំពោះយើងនេះដែលជាជនរងគ្រោះយើងឈឺចាប់ទម្លាក់គ្រាប់សម្លាប់តាហ៊ានយើងជនស៊ីវិលយើងស្លាប់ពីហើយទៅចុងក្រោយមកប្រាប់ថាឲ្យយើងទៅសុំគេចរចាជប់បាញ់ឲ្យសុំមុនទៅឲ្យប្រាប់ថាយើងជាអ្នកប្រព្រឹត្តទៅបានថៃសុកចិត្តយើងជាជនរងគ្រោះហើយគេប្រាប់ថាយើងជាអ្នកប្រព្រឹត្តហើយដើម្បីសុំសុកយើងថាអូខេឥឡូវសុកទៅសុំគេសុំឲ្យរួចខ្លួនទៅព្រោះអីយើងចង់បានសុកសន្តិភាពសាកធ្វើអញ្ចឹងមើលបំថៃយកអ្វីដែលចោតប្រកាន់ខ្មែរថាយើងជាសម្ោចក្នុងខោហ្នឹងត្រូវទាំងអស់ប៉ុន្តែកម្ពុជាច្បាស់ណាស់ 100% កម្ពុជាមិនធ្វើដូច្នេះហើយខ្ញុំជឿ 100% ខ្ញុំជឿជាក់លើរដ្ឋាភិបាលកម្ពុជាខ្ញុំជឿជាក់លើលោកហ៊ុនសែនខ្ញុំជឿជាក់លើលោកហ៊ុនម៉ាណែតក្នុងការដែលនឹងមិនទៅសុំថៃប្រាប់ថាសុំឲ្យថៃជប់បាញ់មុនទេគឺបានន័យថាមិនសុំទៀមទាក្នុងចំណាក់ថាយើងជប់មុនព្រោះថៃអ្នកនាំអាតនឹងមានរឿងយើងអីទៅសុំអានេះគឺជាចំហខែងរ៉ាញ់សិលធម៌ការជឿជាក់លើខ្លួនឯងខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាច្បាស់ជាធ្វើដូច្នេះហើយក៏ប៉ុន្តែអកុសលបងប្អូនឃើញតំណាងរាស្ត្រឬក៏អ្នកជាប់គុកនៅស្រុកខ្មែរដែលជាសកម្មជននេះគ្នាគ្មានគំនិតអីបដិញ្ញាតឹងតែងបានដូចលោកហ៊ុនសែនលោកហ៊ុនម៉ាណែតទេគឺត្រូវតែចេញលិខិតសុំទោសរដ្ឋាភិបាលដើម្បីបំផ្លាញជីវិតនយោបាយគាត់ចោលទៅឲ្យគេគិតថាអ្នកនយោបាយទាំងអស់នោះសុទ្ធតែអ្នកនយោបាយបៃលុកបៃឡអញ្ចឹងទៅគឺខូចជីវិតនយោបាយគាត់ចោលទៅព្រោះអីអត់មានជំរឿសប៉ុន្តែកម្ពុជាពេលនេះមានជំរឿសមួយគឺអត់ព្រមទៅសុំថៃថាឈប់បាញ់មុនអីណាទេឲ្យថៃឈប់មុនព្រោះថៃអ្នកនាំអានសម័យក្នុងខោព្រោះតែហ៊ានចាប់ផ្ដើមរឿងនេះគឺគេចោទយើងអាហ្នឹងបើយើងធ្វើខែរ៉ាញ់ប៉ុន្តែអាខែរ៉ាញ់របស់យើងបែបនេះថៃនឹងទម្លាក់គ្រាប់រហូតអត់មានបទឈប់បាញ់ទៀតវាពិបាកអញ្ចឹងណាបងប្អូនឥឡូវនេះយើងតាមដានតទៅទៀតរឿងវាអកុសលណាស់អំពើអយុត្តិធម៌នឹងវាកើតឡើងសើតគុកកន្លែងឥឡូវនៅពេលដែលថៃគេទៀមទាអញ្ចឹងគេទៀមទាឲ្យរឿងដោះមីនដោះអីហ្នឹងគឺគេទៀមទារហូតដែរទេប៉ុន្តែរឿងមួយថ្ងៃនេះគឺថៃក្រសួងការបរទេសថៃនិងយោធាថៃគេអះអាងថាថៃអត់បិទដែនសមុទ្រទេបងប្អូនម្សិលមិញមួយថ្ងៃយើងឮព័ត៌មានច្រើនណាស់ដែលថាថៃគេចាប់ផ្ដើមបិទដែនសមុទ្រប៉ុន្តែជាសំណើទេសំណូមពររបស់យោធាថៃទេសូមឲ្យរដ្ឋាភិបាលថៃនិងក្រុមប្រឹក្សាសន្តិសុខថៃនឹងបិទដែនសមុទ្រទៅព្រោះអីអត់ចង់ឲ្យដឹកប្រេងឥន្ធនៈដឹកអីយកមកផ្គត់ផ្គង់យោធាខ្មែរឬគ្រឿងសព្វាវុធគ្រឿងផ្គត់ផ្គង់អីគេយកលេសថាបិទដំណើរដឹកជញ្ជូនតាមដែនសមុទ្រហ្នឹងមិនមែនទាំងអស់ទេតែទំនិញផលិតផលឬគ្រឿងណាដែលផ្គត់ផ្គង់ដល់យោធាខ្មែរដែលគេថាបើយកមកដូចបំពន់យោធាខ្មែរឲ្យវាយ
យថៃចឹងហើយបានគេទាឲ្យបិទតំបន់ខ្លះនៅក្នុងផ្លូវទឹកហ្នឹងមិនបិទទាំងអស់ទេគេស្នើទេប៉ុន្តែឥឡូវនេះបើតាមមើលគេថាបិទមិនបានទេដែនសមុទ្រព្រោះអីវាប៉ះពាល់ដល់ច្បាប់សមុទ្រUNCLOS អីមិនគេនោះបាទខ្ញុំមិនស៊ីជម្រៅវែងឆ្ងាយទៅដល់ច្បាប់សមុទ្រច្បាប់អីក៏ប៉ុន្តែតាមពិតវាអត់ត្រូវការបិទដែនសមុទ្របិទស្អីទេអាព្រំដែនគោកហ្នឹងក៏អត់ត្រូវបិទផងទេតែថៃស្រេចតែចិត្តដល់ពេលឥឡូវហ្នឹងធ្វើទៅដូចរឿងជ្រុលទៅមកដល់ដែនសមុទ្រទៀតក៏គិតថាវាខុសខ្លួនឯងឈប់ខ្លួនឯងផ្អាកខ្លួនហ្នឹងទៅរឿងខ្លួនឯងទេវាអត់មានរឿងអីដែលត្រូវមកបិទដែនសមុទ្របិទឲ្យបិទដែនសមុទ្រហ្នឹងក៏ខ្មែរយើងក៏ខ្វះស្អីដឹកកំភ្លើងដឹកអាវុធអីពីវៀតណាមពីអីមកកណោដឹកតាមយន្តហោះក៏បានដែរតោះតែយើងបិទដែនអាកាសទៀតថៃនឹងជួនកាលធ្វើនឹងធ្វើរបៀបដូចជាបៃលុកបៃឡដែរពេលខ្លះតែយើងស្ដាប់ទៅនឹងធ្វើទៅដូចថាគេធ្វើយ៉ាងម៉េចឲ្យខ្មែរយើងនឹងដាច់ជើងអីចឹងប៉ុន្តែអើយអាចច្រកចូលនឹងសំបីអាទំនិញថៃដែលគេបិទព្រំដែនអស់នឹងចូលស្រុកខ្មែររាប់សិបកុងតឺន័រតាមច្រកសមុទ្រនឹងបើបិទបានន័យថាម៉េចបិទទំនិញថៃលែងឲ្យចូលស្រុកខ្មែរទាំងអស់ដែរនឹងងាប់សេដ្ឋកិច្ចខាតសេដ្ឋកិច្ចថៃទៀតអីចឹងហ៎ឥឡូវអត់ទេអានឹងរឿងហ្នឹងគឺពួកគាត់ថាអត់ទាន់បិទទេព្រោះបិទវាមិនកើតអីចឹងបាទយ៉ាងណាក៏កុំទៅវែងឆ្ងាយទៀតតែបិទសមុទ្របិទអីវានាំទៅវែងប៉ុន្តែថៃថ្ងៃនេះកំពុងរករឿងចិនទៀតយោធាថៃមកស្ថានថៃរករឿងចិនបងប្អូនដឹងរករឿងចិនរឿងអីហ៎គេយករូបថតជំនួយរបស់ចិនណាមានជាស្បៀងអាហារដែលអាហារបំពន់ដែលជាផលិតផលរបស់ចិនដែលគេថតមកគេថាទាហានខ្មែរកំពុងតែទទួលបានផលិតផលអាហារបំពន់ដើម្បីធ្វើឲ្យទាហានខ្មែរមានកម្លាំងរឹងមាំសំណុកវាយជាមួយថៃបានយូរតទៅទៀតអីចឹងទៅហើយគេទៅរកឃើញអាស្អីសពាវុធដូចជាកភ្លើងសម្រាប់បាញ់រថក្រោះអីចឹងដែលផលិតនៅប្រទេសចិនអីចឹងគេយកមកផ្សាយពេញបណ្ដាញសង្គមគេហ្នឹងដើម្បីប្រាប់ថាចិនកំពុងតែជួយកម្ពុជាដើម្បីឲ្យមានអាវុធទំនើបយុទ្ធភ័ណ្ឌ2025អីចឹងទៅតែទំនើបខ្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងថៃកំពុងតែច្អល់ទៅចិនថាដោយសារសពាវុធរបស់ចិនហ្នឹងធ្វើឲ្យកម្ពុជាមានព្រៀបដើម្បីនៅតតាំងមួយថៃបានយូរមិនដូចការគិតរបស់ថៃដែលវាយឲ្យរៀបឬក៏ឲ្យបាក់ស្បាតអីចឹងទៅអានេះគឺជាល្បិចរបស់ថៃមួយទៀតបាទអាខ្លួនឯងយកអាវុធរបស់អាមេរិកមកប្រើខុស F16 Gripen Fighter Jet ឬក៏អាវុធយុទ្ធភ័ណ្ឌអីផ្សេងទៀតទិញពីអ៊ីស្រាអែលទិញពីចិនដែរហ្នឹងអត់និយាយខ្លួនឯងមករករឿងខ្មែរទិញពីអាវុធពីណាខ្វល់អីសំខាន់គឺយើងត្រូវតែមានអាវុធហ្នឹងដើម្បីការពារដែនអធិបតេយ្យរបស់ខ្មែរទិញពីស្រុកយ៉ាណាក៏អត់ខុសច្បាប់ដែរដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃលើកលែងតែទិញមកហើយយកមកបំផ្លាញឈ្លានពាននៅក្នុងដីខ្មែរដោយអ្វីដែលថៃប្រព្រឹត្តខុសតាក់ទងនឹងកំជ្រួចឬយន្តហោះ F16 របស់អាមេរិកនេះរបស់ស៊ុយអែតនេះអាហ្នឹងបានខុសអត់មើលខ្លួនឯងមកមើលអារឿងចឹងបានថាចេះតែរករឿងគ្រប់រឿងស្អីក៏មានដែរបងប្អូននឹងឃើញអាព័ត៌មានអញ្ចឹងរហូតប៉ុន្តែអើយជាល្បិចខូចហើយចឹងចិនចាប់ផ្ដើមភ័យខ្លួនទៀតដែរព្រោះអីព្រោះចិនតែថៃនិយាយចឹងគឺចង់ប្រាប់ថានិយាយអីខ្លះទៅចិនមិនទៅមិនដៃថែបមួយខ្មែរចង់រកស៊ីមួយថៃទៀតអត់លើអីចឹងទៅចិននឹងចាប់ផ្ដើមទៀតបន្តិចទៀតចេញសេចក្តីថ្លែងការណ៍មកថាអត់មានជំនួយសពាវុធជួយឲ្យខ្មែរដើម្បីយកទៅវាយថៃអីទេតែពិតចេញចិនមិនបាច់ចេញសេចក្តីថ្លែងការណ៍ស្អីទេព្រោះអាវុធទាំងអស់ហ្នឹងបលុឲ្យខ្មែរមែនណាគឺខ្មែរយកទៅធ្វើអីធ្វើទៅឲ្យតែការពារដែនអធិបតេយ្យគុំតែផ្លោងចូលក្នុងស្រុកថៃដោយថៃអត់បានផ្លោងមកមុនឧទាហរណ៍តែបើផ្លោងមកអញ្ចឹងណាអាវុធអីក៏ផ្លោងបានដែរព្រោះថៃដាក់ F16 ចូលដល់ស្រីស្នំអីហ្នឹងជាង70គីឡូចូលដីខ្មែរហើយហ្នឹងអាកំស្អីគេសំណាញ់មេឃអីហ្នឹងគួរតែបញ្ចេញយូរឲ្យខ្ចប់អា F16 ហ្នឹងឲ្យធ្លាក់ចូលបឹងទន្លេសាបឲ្យអស់បានត្រូវប៉ុន្តែមិនដឹងនៅឯណាហើយបើថាខ្លាចអាហ្នឹងជារបស់ចិនរបស់អីខ្ញុំជឿថាយើងមិនខ្លាចទេខ្លាចតែអត់មានឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងដែរតែសំខាន់គឺលោកហ៊ុនសែនធ្លាប់និយាយថាមានអីចឹងប្រជាប្រដ្ឋចិត្តតែតឹងរងចាំមើលអីចឹងឥឡូវថៃកំពុងតែបំបាក់អំនួតហ្នឹងគាត់ថៃហ្នឹងគឺក៏ធ្វើស៊ីអារម្មណ៍របស់មេដឹកនាំខ្មែរដែរបើគេថាមានសំណាច់មេឃដំបូងខ្លាចបងវាមិនដល់នៅទល់ដែនហ្នឹងហោះកវ៉ែលនៅទល់ដែនហ្នឹងខ្លាចបងទៅវាឆ្ងាយវាមិនដល់ឥឡូវចូលឲ្យដល់មើលឲ្យបងដល់មើលអត់បងទៀតដល់កន្លែងស្រីស្នំទៀត70គីឡូម៉ែត្រជាងចិត្តដល់ប្រាសាទអង្គរវត្តយើងហើយចិត្តជំរុំភាសឹកគ្នានឹងផិតភ័យយ៉ាងម៉េចទេបងប្អូនយើងឥឡូវបន្តទៀតបងប្អូនក្រសួងការពារការបរទេសកម្ពុជាថ្ងៃនេះកោតទោសទៀតហើយបងប្អូនគឺអូយគាត់ខំប្រឹងដែរកោតទោសថៃពីរឿងឈ្លានពានអានេះប្រហែលជាសារកោតទោសលើកទី1500ហើយដែលចេញពីក្រសួងការបរទេសបើតាមខ្ញុំមើលតើតើនឹងការកោតទោសថៃសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកោតទោសការឈ្លានពានរបស់ថៃចុះថ្ងៃទី15ហ្នឹងខែធ្នូហ្នឹងក្រសួងការបរទេសកោតទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជារួមមានការប្រើប្រាស់យន្តហោះចម្បាំង F16 វាយប្រហារតាមអាកាសលើទីតាំងតាមខេត្តនានាបណ្ដោយតាមព្រំដែនកម្ពុជាថៃសកម្មភាពបែបនេះគឺជាការរំលោភលើដែនអធិបតេយ្យបូរណភាពទឹកដីរបស់កម្ពុជាបំពានធម្មនុញ្ញអង្គការសហប្រជាជាតិមិនគោរពធម្មនុញ្ញអាស៊ាននិងស្មារតីនៃសហគមន៍អាស៊ានឥឡូវខាងក្រសួងការបរទេសថាអាចវាយចូលមកដីខ្មែរហ្នឹងគឺចូលជ្រៅដល់80ទៅ90គីឡូម៉ែត្រឯណោះមិនខ្ញុំនិយាយខុសទៀតខ្ញុំថាជាង70ឥឡូវក្រសួងការបរទេសថាចូល80ទៅ90គីឡូម៉ែត្រក្នុងដែនអធិបតេយ្យរបស់កម្ពុជា80ទៅ90គីឡូម៉ែត្រជិតដល់ក្រុងភ្នំពេញហើយហ្នឹង
បាទប្រហែលជាល្មមដល់សំណាញ់យើងគ្របដល់ហើយព្រោះ80 90គីឡូឬមួយក៏ចាំដល់200ឬ300គីឡូចូលដល់ទួលកសាំងហ្មងខ្ញុំអត់ដឹងទេតែរដ្ឋាភិបាលកម្ពុជាបដិញ្ញាជាថ្មីនឹងឥតងាករេអនុវត្តបទជប់បាញ់ហើយនឹងប្រើយន្តការអន្តរជាតិខ្ញុំថាល្អហើយថ្កោលទោសក៏ថ្កោលទៅប៉ុន្តែថ្កោលទោសនេះ1500លើកហើយប្តឹងទៅដាក់ទៅ ICC ICJ ដាក់ឲ្យម៉ត់ហ្មងទៅព្រោះអីនៅតែប្តឹងនៅតែថ្កោលទោសនៅតែបដិសេធហ្នឹងថៃគ្មានតែឈឺក្បាលហើយមានអាសំណាញ់មិញបាញ់យកទៅតម្លាក់ឲ្យចោលកប់នៅបឹងទន្លេសាបអស់មក F16 នោះអស់អាម៉ាស់មកសហរដ្ឋអាមេរិកម្ដងមើលយកអាផលិតផលចិនទៅបាញ់យន្តហោះអាមេរិកម្ដងប៉ុន្តែយើងការពារដែនអធិបតេយ្យរបស់យើងមានរឿងត្រូវខ្លាចបន្តទៅទៀតបងប្អូននាយករដ្ឋមន្ត្រីថៃចាំផ្ទះចោទថារឿងផ្ទុះគ្រាប់មីនគ្រាប់ដែលដំបងហ្នឹងគឺជាការនាំអាតរបស់ខ្មែរទៀតហើយដំបងថាមីនឥឡូវហ្នឹងមកថា BM21 ដែលបាញ់ថ្ងៃ7ខែធ្នូខ្ញុំវិលអស់ឲ្យបងប្អូនតែយ៉ាងណាទុកឲ្យថៃតែចិត្តថែមទៀតទៅហើយចាំមើលខាងខ្មែរគេថាយ៉ាងម៉េចឥឡូវនេះចូលដល់ព័ត៌មានចុងក្រោយតកតងនឹងរឿងកំពុងតែមានបញ្ហារឿងព័ត៌មានរដ្ឋបတ်សិទ្ធិសេរីភាពព័ត៌មានឯករាជ្យអីផងឥឡូវនេះបណ្ដាញអ្នកសារព័ត៌មាននិងក្រុមអង្គការសង្គមស៊ីវិលថាប្រកាសថ្មីរបស់ក្រសួងព័ត៌មានយើងអត់មានប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតតែរដ្ឋបတ်សេរីភាពសារព័ត៌មានកាន់តែខ្លាំងបាទអង្គការសហគមន៍យើងប្រហែលជា15តកតងនឹងសារព័ត៌មាននេះគេបានចេញសេចក្តីថ្លែងការណ៍តបទៅនឹងក្រសួងព័ត៌មានដែលរដ្ឋបတ်ទាមទារឲ្យមានដូចថាលក្ខខណ្ឌច្រើនមុននឹងអាចបើកផ្សព្វផ្សាយអីបានហ្នឹងដែលគេគិតថាជាការដែលរដ្ឋបတ်រឿងដែលសំខាន់រដ្ឋបတ်មិនសំខាន់មិនជាប្រមាណទេមិនជុំឯងវាងុំរឿងអត់ពិភាក្សាជាមួយនឹងស្ថាប័នអង្គការសង្គមស៊ីវិលដើម្បីយកយោបល់សោះគឺថារដ្ឋាភិបាលធ្វើឲ្យដាក់អនុវត្តគឺថាឲ្យអ្នកទាំងអស់នោះគឺត្រូវតែអនុវត្តអញ្ចឹងទៅពួកគាត់យល់ថាវាមានការរដ្ឋបတ်ពេកអញ្ចឹងទៅគ្រាន់តែស្នើថាឲ្យមានការបញ្ចូលយោបល់ពីអង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយអីមុននឹងចេញបទបញ្ញត្តិអីអញ្ចឹងទៅបាទតែយ៉ាងណានេះគឺជាការលើកឡើងហើយចុងក្រោយបងប្អូនគឺព័ត៌មានពីការតវ៉ារបស់បងប្អូនសហគមន៍ខ្មែរយើងនៅគ្រប់ទិសទីហើយម្សិលមិញនេះគឺជិតយប់ទៅហើយរហូតដល់យប់ផងនៅទីក្រុងឡុងប៊ិចនេះបងប្អូនយើងមកច្រើនរយនាក់ណាខ្ញុំគិតថានេះគឺបង្ហាញអំពីការគាំទ្ររបស់បងប្អូនយើងគ្រប់និន្នាការនយោបាយមានបកប្រឆាំងបកកណ្ដាលអំណាចបកអីរបស់គណៈបកប្រជាជនកម្ពុជាខ្ញុំឃើញមនុស្សគាត់ចូលរួមនឹងក៏ច្រើនស្ថិតដែរប៉ុន្តែខ្ញុំគិតថាជារឿងល្អដែលពួកគាត់ដោះមុខនយោបាយចេញហើយមកតតាំងប្រឆាំងថៃឈ្លានពានអញ្ចឹងទៅហើយក៏មានការចូលរួមពីចៅសង្កាត់លេខ6អ្នកស្រីស៊ូលីសារ៉ូហើយមានអភិបាលក្រុងឡុងប៊ិចលោក Richardson ហ្នឹងក៏មកថ្លែងសារដើម្បីគាំទ្រកម្ពុជាឲ្យមានសន្តិភាពរួចផុតពីការឈ្លានពានដែនអធិបតេយ្យពីប្រជាមិត្តអីចឹងដែរបាទនេះគឺជាសារមួយដ៏រឹងមាំហើយខ្ញុំជឿថាបងប្អូនសហគមន៍ខ្មែរធ្វើបានជោគជ័យណាស់បន្តធ្វើតទៅទៀតហើយពួកគាត់នឹងយកនៅតវ៉ានៅមុខអគ្គកុងស៊ុលថៃនេះនៅ Los Angeles ឬថាថ្ងៃអង្គារឬថ្ងៃអីខ្ញុំអត់ទាន់ក្តាប់ព័ត៌មានបានទេប៉ុន្តែខ្ញុំមានព័ត៌មានខ្ញុំនឹងផ្សាយព្រោះគាត់នឹងទៅដល់អគ្គកុងស៊ុលថៃនៅឯ Los Angeles ហ្នឹងដើម្បីតវ៉ាបន្តទៅទៀតមិននៅត្រឹមហ្នឹងទេខ្ញុំលើកទឹកចិត្តឲ្យបន្តឲ្យដូចភ្លៀងរលឹមបងប្អូនចុងក្រោយបងប្អូននៅពេលដែលមានរឿងដ៏សោកសៅនៅស្រុកយើងនៅអីកើតឡើងព័ត៌មានពីប្រទេសអូស្ត្រាលីឯនោះក៏គួរឲ្យកំសត់ដែរព្រោះអីប្រជាពលរដ្ឋយ៉ាងតិច16នាក់ហើយបាទតាមពិតដែលស្លាប់បាត់បង់ជីវិតដោយសារតែឃាតករ2នាក់ឪកូនបាញ់ប្រហារនៅក្នុងពិធីសបាយបុណ្យសាសនាមួយរបស់ជនជាតិជីវីសនៅឯឆ្នេរសមុទ្រប៊ុនដៃនៅឯទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីម្សិលមិញនេះ2នាក់ឪកូនឪអាយុប្រហែលជា50ហើយកូនអាយុ24ឆ្នាំគឺមានកំភ្លើង6ដើមទាំងកំភ្លើងវែងកំភ្លើងខ្លីហើយកំភ្លើងហ្នឹងសើកំភ្លើងស្របច្បាប់ដែលពួកគាត់ទិញទេណាហើយយកមកបាញ់ប្រហារទៅលើប្រជាពលរដ្ឋស៊ីវិលដែលគ្មានអាវុធនៅក្នុងដៃហ្នឹងស្លាប់មនុស្សយ៉ាងរាយពេញដីគឺអស់យ៉ាងតិច16នាក់ហើយមកដល់ម៉ោងនេះហើយរបួសធ្ងន់ហ្នឹងជាច្រើនប្រហែលជា50នាក់ដោយមន្ត្រីប៉ូលីស2នាក់ទៀតប៉ុន្តែឃាតករនេះគឺម្នាក់ដែលជាឪពុកហ្នឹងត្រូវបានប៉ូលីសបាញ់ស្លាប់ហើយជាកូនហ្នឹងគឺប៉ូលីសបាញ់ត្រូវ2គ្រាប់ប៉ុន្តែឥឡូវនេះកំពុងតែព្យាបាលសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យប៉ូលីសហ្នឹងនៅពេលដែលបាញ់ត្រូវឃាតករហ្នឹងខំប្រឹងសកត់បេះដូងហ្នឹងដើម្បីឲ្យរស់ខ្លាចស្លាប់ប៉ុន្តែអត់គាត់ហ្នឹងបាញ់អ្នកដទៃហ្នឹងគ្មានប្រណីអត់មានទាំងក្មេងអាយុ10ឆ្នាំក៏ស្លាប់ដែរអ្នកស្លាប់គឺអាយុពី10ដល់80ឆ្នាំ16អ្នកហ្នឹងអាណោចអត់ធំណាស់ទៅពិធីបុណ្យសាសនាជីវីសមួយនៅឆ្នេរសមុទ្រដ៏សប្បាយក្អែកក្អាយទៅខ្លាយទៅជាទុកសោកយ៉ាងនេះហើយគឺប្រទេសអូស្ត្រាលីហ្នឹងចាត់ទុកថាអំពើនេះគឺជាអំពើភេរវកម្មដែលមានការគ្រោងទុករវាងឪពុកនិងកូនមកបាញ់សម្លាប់ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺមានអ្នកដែលលក់ផ្លែឈើតាមដងផ្លូវអ្នកលក់ផ្លែឈើម្នាក់គឺលោកអាម៉ាត់ហ្នឹងគឺគាត់ទៅរត់ទៅអោបអ្នកបាញ់ម្នាក់ហ្នឹងពីក្រោយខ្នងដើម្បីយករំដោះបានកំភ្លើងមួយបកុំអីហ្នឹងគឺមិនដឹងជាគេបាញ់ស្លាប់ប្រមាណអ្នកទៀតទេគាត់ខ្លាចទៅជាវីរៈបុរសនៅក្នុងដួងចិត្តរបស់ប្រទេសអូស្ត្រាលីនៅក្នុងសហគមន៍អូស្ត្រាលីទៅហើយដោយសារតែគាត់បថុយជីវិតទៅចាប់អោបអ្នកបាញ់ហ្នឹងហើយបានដកកំភ្លើងចេញមកពីឪពុករបស់ឃាតករហើយប៉ុន្តែជាអកុសលគាត់ត្រូវគ្រាប់កំភ្លើង2គ្រាប់បាទអ្នកដែលទៅជួយទាញកំភ្លើងចេញពីដៃឃាតករហ្នឹងត្រូវគ្រាប់កំភ្លើងឥឡូវនេះគាត់មានសុវត្ថិភាពទេនៅមន្ទីរពេទ្យហើយប្រជាពលរដ្ឋជាច្រើននៅអូស្ត្រាលីហ្នឹងកំពុងតែរៃអង្គាសថវិកាជួយគាត់បានដល់ទៅ$1 លានទៅហើយវាថានៅពេលដែលមានមនុស្សចិត្តខ្មៅមានវីរៈបុរសនៅក្នុងដួងចិត្តដែលបថុយជីវិតដើម្បីសង្គ្រោះអ្នកដទៃហើយបើកុំបានគាត់ទៅដកកំភ្លើងហ្នឹងវាយតប់
បតាយបតបគ្នាទាញកំភ្លើងពីឃាតករបាននេះនឹងមិនដឹងថាមនុស្សស្លាប់ប្រមាណ10នាក់ទៀតទេបាទខ្ញុំសូមឆ្លះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះបងប្អូនយើងនឹងជួបគ្នាទៀត